ពីអាជីវកម្មសំណង់ខ្ញុំគិតថាលិខិតបទកថាដែលយើងមានខ្ញុំគិតថាពេលខ្លះបើយើងចងខ្លាំងពេកស្រាយខ្លួនឯងក៏ពិបាកស្រាយដែរដូចជាកន្លងមកខ្ញុំបានចូលរួមធ្វើអំពីសារាចរណ៍នៃធ្លាគម្លាតនេះអំពីក្បាលដីដែលតូចជាង20ម៉ែត្រអានេះគឺជាបញ្ហាជីវភាពរបស់ប្រជាពលរដ្ឋបងហើយបើយើងមិនធ្វើសួរថាលំដាប់ថ្នាក់តុលាការក៏កាត់មិនកើតប្រជាជនក៏សង់បានសំណង់អត់ច្បាប់ចេះតែកើតមានអញ្ចឹងខ្ញុំគិតថាបញ្ហាសំណង់នៅតែពិបាកឥឡូវយើងគិតថាលិខិតអនុញ្ញាតសាងសង់មានសាងសង់ប្រើប្រាស់អគារខុសមុខងារយើងដឹងថាកាលណាប្រើប្រាស់អគារខុសមុខងារយើងដឹងហើយឡាយឡូតឌីតឡូតវាត្រូវតែប្រែប្រួលហើយអញ្ចឹងសួរថាតើយើងទប់ស្កាត់សំណង់ហ្នឹងដែលប្រើប្រាស់ខុសមុខងារឬក៏សាងសង់ខុសសោភ័ណភាពតើយើងត្រូវធ្វើម៉េចសម្រាប់ការចូលរួមយោបល់របស់ខ្ញុំគឺថាដោយសារសប្តាហ៍ថ្ងៃនេះអគារពាក់ព័ន្ធនឹងអប់រំចុះគេសង់នៅឋានចង់ទៅអប់រំគេសុំតែអាជីវកម្មទៅខាងអប់រំពាក់ព័ន្ធអីលក់គ្រឿងស្អីគេសុំទៅខាងនោះទៅវាអត់មានផ្ដើមចេញពីក្រសួងដែនដីឲ្យចាំយកទៅបំបែកធ្វើអាជីវកម្មទេអញ្ចឹងនៅក្នុងអង្គភាពច្រកចេញចូលតែមួយគេមានអន្តរមន្ទីរទាំងអស់នៅក្នុងហ្នឹងគេចង់ធ្វើអាជីវកម្មអីគេរត់ទៅខាងហ្នឹងទៅអាពេលខ្លះមិនបាច់មានលិខិតអនុញ្ញាតសាងសង់ក៏គេសុំច្បាប់បើកអាជីវកម្មបានដូចគ្នាសួរថាឥឡូវយើងទប់ស្កាត់យ៉ាងម៉េចអញ្ចឹងអាហ្នឹងទៅតែសរសេរចូលទៅក្នុងលិខិតបទកថាសម្រាប់យើងអនុវត្តអញ្ចឹងខ្ញុំគិតថាកុំអាលវាយគីឡូធ្ងន់វាយគីឡូស្រាលសិនទៅបាទព្រោះគីឡូធ្ងន់យើងវាយទៅវាឡងមកដល់យើងវិញមួយទៀតអំពីបញ្ហាដែលយើងត្រូវធ្វើការរៀបចំណែដីដូចខ្ញុំបានលើកយោបល់ខ្លះនៅក្នុងអង្គប្រជុំហើយអំពីកូដនីវ៉ូនេះសួរថាឥឡូវបូកដក00នៅក្នុងលិខិតអនុញ្ញាតឲ្យសាងសង់នេះយើងធៀបទៅនឹងអីផ្ទះមួយគាត់នៅនីវ៉ូធម្មតាបូកដក00អាហ្នឹងគាត់ចាក់ដីកម្ពស់1ម៉ែត្របូកដក00ទៅត្រឹមហ្នឹងទៀតណាចុះដល់ពេលយើងធ្វើបណ្ដាញលូយើងធ្វើមិនខ្មិចឡើយបាទធ្វើមិនទឹកហូរប្រឆេះឬទឹកហូរបដោយផ្ទះជាប់គ្នាយើងឲ្យកម្ពស់4ម៉ែត្រឬ4ម៉ែត្រពីទឹកដូចគ្នាប៉ុន្តែដល់តែពេលសង់នោះអាផ្ទះជាប់គ្នាហ្នឹងគេថាសង់ខ្ពស់ជាងគេបន្តិចបានវាក្នុងស៊ុយសួរថាខុសទេអត់ខុសទៀតនេះគឺជាចំណុចដែលយើងត្រូវតែរួបរวมគ្នាធ្វើអញ្ចឹងខ្ញុំគិតថាលិខិតបទកថាមួយចំនួនដែលបានលើកវាដូចជាច្រើនដែរពេលខ្លះក៏គួរហៅអ្នកដែលអនុវត្តនេះមកអង្គុយនិយាយទៅបានស្ដាប់ទៅឲ្យយកអាចំណុចហ្នឹងទៅកែប្រែវាប្រហែលជាវាត្រូវនឹងបច្ចុប្បន្នភាពសម្រាប់ប្រទេសដែលកំពុងអភិវឌ្ឍបាទហើយបើសិនជាយើងនាំគ្នាធ្វើឧទាហរណ៍ថាធ្វើទៅតឹងទៅស្មើនឹងខ្សែចំបៃដាច់សំឡងអត់ច្បាប់បដ ாய் ព្រោះហងៃបានកម្មសិទ្ធិយើងដែលមាននៅលើដីមានចុះនិទេសសំឡងណាអត់មាន